មេរៀនទី4ណាត់ជួបមេរៀនទី4ណាត់ជួបមេរៀនទី4ណាត់ជួបការសន្ទនាមួយការសន្ទនាមួយការសន្ទនាមួយជម្រាបសួរធំថ្ងៃនេះកូនស្រីរបស់ធំមាននៅផ្ទះទេជម្រាបសួរធំថ្ងៃនេះកូនស្រីរបស់ធំមាននៅផ្ទះទេជម្រាបសួរធំថ្ងៃនេះកូនស្រីរបស់ធំមាននៅផ្ទះទេអ៊ំសួរវាឲ្យមានការអីទេអ៊ំសួរវាឲ្យមានការអីទេអ៊ំសួរវាឲ្យមានការអីទេចាកូនអញ្ជើញគាត់ទៅលេងចាកូនអញ្ជើញគាត់ទៅលេងចាកូនអញ្ជើញគាត់ទៅលេងប្រសិនបើវាទំនេរអ៊ំទូរស័ព្ទឲ្យប្រសិនបើវាទំនេរអ៊ំទូរស័ព្ទឲ្យប្រសិនបើវាទំនេរអ៊ំទូរស័ព្ទឲ្យអរគុណធំអរគុណធំអរគុណធំកាលណាគាត់ទំនេរធំទូរស័ព្ទឲ្យកូនតាមលេខនេះកាលណាគាត់ទំនេរធំទូរស័ព្ទឲ្យកូនតាមលេខនេះកាលណាគាត់ទំនេរធំទូរស័ព្ទឲ្យកូនតាមលេខនេះអូខេអ៊ំនឹងទូរស័ព្ទឲ្យអូខេអ៊ំនឹងទូរស័ព្ទឲ្យអូខេអ៊ំនឹងទូរស័ព្ទឲ្យការសន្ទនា2ការសន្ទនា2ការសន្ទនា2ជម្រាបសួរលោកស្រីរសៀលនេះម៉ោង1ទំនេរទេជម្រាបសួរលោកស្រីរសៀលនេះម៉ោង1ទំនេរទេជម្រាបសួរលោកស្រីរសៀលនេះម៉ោង1ទំនេរទេខ្ញុំទំនេរមានអីទេក្មួយខ្ញុំទំនេរមានអីទេក្មួយខ្ញុំទំនេរមានអីទេក្មួយបាទម្ដាយរបស់ខ្ញុំអញ្ជើញលោកស្រីទៅលេងបាទម្ដាយរបស់ខ្ញុំអញ្ជើញលោកស្រីទៅលេងបាទម្ដាយរបស់ខ្ញុំអញ្ជើញលោកស្រីទៅលេងនិយាយជាមួយម៉ែរបស់ក្មួយរសៀលលោកស្រីទៅនិយាយជាមួយម៉ែរបស់ក្មួយរសៀលលោកស្រីទៅនិយាយជាមួយម៉ែរបស់ក្មួយរសៀលលោកស្រីទៅបាទលោកស្រីក្មួយជម្រាបលាបាទលោកស្រីក្មួយជម្រាបលាបាទលោកស្រីក្មួយជម្រាបលាការសន្ទនា3ការសន្ទនា3ការសន្ទនា3សួស្ដីអូនពេលណាអូនទំនេរសួស្ដីអូនពេលណាអូនទំនេរសួស្ដីអូនពេលណាអូនទំនេរចា2ថ្ងៃទៀតអូនទៅទំនេរចា2ថ្ងៃទៀតអូនទៅទំនេរចា2ថ្ងៃទៀតអូនទៅទំនេរថ្ងៃនោះជាថ្ងៃទីប៉ុន្មានអូនថ្ងៃនោះជាថ្ងៃទីប៉ុន្មានអូនថ្ងៃនោះជាថ្ងៃទីប៉ុន្មានអូនថ្ងៃពុធចំថ្ងៃឈប់សម្រាករបស់អូនថ្ងៃពុធចំថ្ងៃឈប់សម្រាករបស់អូនថ្ងៃពុធចំថ្ងៃឈប់សម្រាករបស់អូនថ្ងៃនោះម៉ោងប៉ុន្មានអូនទំនេរថ្ងៃនោះម៉ោងប៉ុន្មានអូនទំនេរថ្ងៃនោះម៉ោងប៉ុន្មានអូនទំនេរចាប្រហែលម៉ោង 10:30 នាទីចាប្រហែលម៉ោង 10:30 នាទីចាប្រហែលម៉ោង 10:30 នាទីដល់ថ្ងៃនោះបងអញ្ជើញអូនទៅពិសាបាយជាមួយបងបានទេដល់ថ្ងៃនោះបងអញ្ជើញអូនទៅពិសាបាយជាមួយបងបានទេដល់ថ្ងៃនោះបងអញ្ជើញអូនទៅពិសាបាយជាមួយបងបានទេចាបានអរគុណបងចាបានអរគុណបងចាបានអរគុណបងការសន្ទនា4ការសន្ទនា4ការសន្ទនា4ជម្រាបសួរលោកខ្ញុំអាចជួបលោកនៅថ្ងៃសៅរ៍សប្តាហ៍នេះបានទេជម្រាបសួរលោកខ្ញុំអាចជួបលោកនៅថ្ងៃសៅរ៍សប្តាហ៍នេះបានទេជម្រាបសួរលោក
ខ្ញុំអាចជួបលោកនៅថ្ងៃសៅរ៍សប្តាហ៍នេះបានទេខ្ញុំរវល់ទៅបេសកកម្មនៅកម្ពុជាហើយខ្ញុំរវល់ទៅបេសកកម្មនៅកម្ពុជាហើយខ្ញុំរវល់ទៅបេសកកម្មនៅកម្ពុជាហើយណាត់ជួបពូថ្ងៃផ្សេងពូមើលសប្តាហ៍ក្រោយទំនេរថ្ងៃណាណាត់ជួបពូថ្ងៃផ្សេងពូមើលសប្តាហ៍ក្រោយទំនេរថ្ងៃណាណាត់ជួបពូថ្ងៃផ្សេងពូមើលសប្តាហ៍ក្រោយទំនេរថ្ងៃណាបាទលោកសប្តាហ៍ក្រោយជួបលោកនៅថ្ងៃ9 ខែ 9បានទេបាទលោកសប្តាហ៍ក្រោយជួបលោកនៅថ្ងៃ9 ខែ 9បានទេបាទលោកសប្តាហ៍ក្រោយជួបលោកនៅថ្ងៃ9 ខែ 9បានទេដូច្នេះប្រសើរណាស់សូមអរគុណពូដូច្នេះប្រសើរណាស់សូមអរគុណពូដូច្នេះប្រសើរណាស់សូមអរគុណពូខ្ញុំនឹងទៅដល់នៅម៉ោងប៉ុន្មានជួបលោកនៅណាខ្ញុំនឹងទៅដល់នៅម៉ោងប៉ុន្មានជួបលោកនៅណាខ្ញុំនឹងទៅដល់នៅម៉ោងប៉ុន្មានជួបលោកនៅណាពូអាចមកកាន់ការិយាល័យខ្ញុំនៅព្រឹកថ្ងៃទី9បានទេពូអាចមកកាន់ការិយាល័យខ្ញុំនៅព្រឹកថ្ងៃទី9បានទេពូអាចមកកាន់ការិយាល័យខ្ញុំនៅព្រឹកថ្ងៃទី9បានទេបាទថ្ងៃនោះខ្ញុំនឹងមកដល់នៅម៉ោង8ព្រឹកបាទថ្ងៃនោះខ្ញុំនឹងមកដល់នៅម៉ោង8ព្រឹកបាទថ្ងៃនោះខ្ញុំនឹងមកដល់នៅម៉ោង8ព្រឹកខ្ញុំនឹងរងចាំពូខ្ញុំនឹងរងចាំពូខ្ញុំនឹងរងចាំពូអរគុណលោកអរគុណលោកអរគុណលោកការសន្ទនា5ការសន្ទនា5ការសន្ទនា5ជំរាបសួរអ្នកទាំងអស់យើងជួបគ្នានៅម៉ោង6ព្រឹកថ្ងៃស្អែកបានទេជំរាបសួរអ្នកទាំងអស់យើងជួបគ្នានៅម៉ោង6ព្រឹកថ្ងៃស្អែកបានទេជំរាបសួរអ្នកទាំងអស់យើងជួបគ្នានៅម៉ោង6ព្រឹកថ្ងៃស្អែកបានទេចាបាទបានពួកយើងនឹងទៅដល់មុន1ម៉ោងដើម្បីរៀបចំឡើងឡានចាបាទបានពួកយើងនឹងទៅដល់មុន1ម៉ោងដើម្បីរៀបចំឡើងឡានចាបាទបានពួកយើងនឹងទៅដល់មុន1ម៉ោងដើម្បីរៀបចំឡើងឡានអញ្ចឹងល្អណាស់លើកនេះការធ្វើដំណើរសប្បុរសធម៌គឺនៅបេនត្រែអញ្ចឹងល្អណាស់លើកនេះការធ្វើដំណើរសប្បុរសធម៌គឺនៅបេនត្រែអញ្ចឹងល្អណាស់លើកនេះការធ្វើដំណើរសប្បុរសធម៌គឺនៅបេនត្រែបេនត្រែវត្តណាអញ្ចឹងបងបេនត្រែវត្តណាអញ្ចឹងបងបេនត្រែវត្តណាអញ្ចឹងបងបងក៏មិនដែលទៅចាំបងសួរបងស្រីរៀបចំមើលប្អូនអនុញ្ញាតផងបងក៏មិនដែលទៅចាំបងសួរបងស្រីរៀបចំមើលប្អូនអនុញ្ញាតផងបងក៏មិនដែលទៅចាំបងសួរបងស្រីរៀបចំមើលប្អូនអនុញ្ញាតផងដំណើរលើកនេះយើងធ្វើសប្បុរសធម៌នៅវត្តភឿកខ្វាងដំណើរលើកនេះយើងធ្វើសប្បុរសធម៌នៅវត្តភឿកខ្វាងដំណើរលើកនេះយើងធ្វើសប្បុរសធម៌នៅវត្តភឿកខ្វាងគួរឲ្យស្ដាយណាស់កញ្ញាចន្ទធាមានឆន្ទៈចង់ទៅធ្វើសប្បុរសធម៌ប៉ុន្តែដោយសារតែចំថ្ងៃនាងប្រឡងហេតុនោះនាងត្រូវណាត់លើកក្រោយទៅគួរឲ្យស្ដាយណាស់កញ្ញាចន្ទធាមានឆន្ទៈចង់ទៅធ្វើសប្បុរសធម៌ប៉ុន្តែដោយសារតែចំថ្ងៃនាងប្រឡងហេតុនោះនាងត្រូវណាត់លើកក្រោយទៅគួរឲ្យស្ដាយណាស់កញ្ញាចន្ទធាមានឆន្ទៈចង់ទៅធ្វើសប្បុរសធម៌ប៉ុន្តែដោយសារតែចំថ្ងៃនាងប្រឡងហេតុនោះនាងត្រូវណាត់លើកក្រោយទៅការសន្ទនា6ការសន្ទនា6ការសន្ទនា6ជំរាបសួរបងម្សិលមិញរវល់ប្អូនអាចស្នើសុំជួបសប្តាហ៍ផ្សេងបានទេជំរាបសួរបងម្សិលមិញរវល់ប្អូនអាចស្នើសុំជួបសប្តាហ៍ផ្សេងបានទេជំរាបសួរបងម្សិលមិញរវល់ប្អូនអាចស្នើសុំជួបសប្តាហ៍ផ្សេងបានទេបានយើងនឹងជួបគ្នានៅកន្លែងណាបានយើងនឹងជួបគ្នានៅកន្លែងណាបាន
យើងនឹងជួបគ្នានៅកន្លែងណាជួបគ្នានៅមុខរោងហោស្រុកធំជួបគ្នានៅមុខរោងហោស្រុកធំជួបគ្នានៅមុខរោងហោស្រុកធំប្រសិនបើខ្ញុំមកយឺតបងមេត្តារងចាំខ្ញុំណាប្រសិនបើខ្ញុំមកយឺតបងមេត្តារងចាំខ្ញុំណាប្រសិនបើខ្ញុំមកយឺតបងមេត្តារងចាំខ្ញុំណាបាទខ្ញុំនឹងរងចាំបងបាទខ្ញុំនឹងរងចាំបងបាទខ្ញុំនឹងរងចាំបងក៏អនុញ្ញាតបើខ្ញុំស្ទះចរាចរណ៍បងក៏អនុញ្ញាតបើខ្ញុំស្ទះចរាចរណ៍បងក៏អនុញ្ញាតបើខ្ញុំស្ទះចរាចរណ៍អត់អីទេខ្ញុំនឹងចាំអត់អីទេខ្ញុំនឹងចាំអត់អីទេខ្ញុំនឹងចាំបងមកយូរនៅបងមកយូរនៅបងមកយូរនៅខ្ញុំទើបតែមកដល់នេះមុនបង15នាទីខ្ញុំទើបតែមកដល់នេះមុនបង15នាទីខ្ញុំទើបតែមកដល់នេះមុនបង15នាទីសូមទោសបងណាសូមទោសបងណាសូមទោសបងណាវាអសោកវាអសោកវាអសោកសូមទោសសូមទោសសូមទោសសូមអភ័យទោសសូមអភ័យទោសសូមអភ័យទោសណាត់ជួបណាត់ជួបណាត់ជួបកាលណាកាលណាកាលណាពេលណាពេលណាពេលណារសៀលរសៀលរសៀលទំនេរទំនេរទំនេរអាចអាចអាចនៅនៅនៅថ្ងៃ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 អាទិត្យថ្ងៃអាទិត្យថ្ងៃអាទិត្យបានទេបានទេបានទេដូច្នេះដូច្នេះដូច្នេះល្អណាស់ឬប្រសើរណាស់ល្អណាស់ឬប្រសើរណាស់ល្អណាស់ឬប្រសើរណាស់មុនមុនមុនទៅដល់ទៅដល់ទៅដល់ម៉ោងម៉ោងម៉ោងប៉ុន្មានប៉ុន្មានប៉ុន្មានមកកាន់មកកាន់មកកាន់ទៅកាន់ទៅកាន់ទៅកាន់ការិយាល័យការិយាល័យការិយាល័យរបស់របស់របស់រងចាំរងចាំរងចាំម៉ោង3ម៉ោង3ម៉ោង3យើងយើងគួរឲ្យគួរឲ្យគួរឲ្យស្ដាយស្ដាយស្ដាយណាស់ណាស់ណាស់ជាមួយជាមួយជាមួយស្នើសុំស្នើសុំស្នើសុំអេអេអេកន្លែងកន្លែងកន្លែងមុខមុខមុខ
មហោស្រពមហោស្រពមហោស្រពធំធំធំសូមមេត្តាសូមមេត្តាសូមមេត្តាបើសិនជាបើសិនជាបើសិនជាប្រសិនបើប្រសិនបើប្រសិនបើមកយឺតឬដល់យឺតមកយឺតឬដល់យឺតមកយឺតឬដល់យឺតបន្តិចបន្តិចបន្តិចត្រូវត្រូវត្រូវទើបតែទើបតែទើបតែឧទាហរណ៍ឧទាហរណ៍ឧទាហរណ៍ម៉ោងធ្វើការម៉ោងធ្វើការម៉ោងធ្វើការព្រឹកពីម៉ោង8ដល់ម៉ោង12:20នាទីព្រឹកពីម៉ោង8ដល់ម៉ោង12:20នាទីព្រឹកពីម៉ោង8ដល់ម៉ោង12:20នាទីរសៀលពីម៉ោង1:30នាទីដល់ម៉ោង5:30នាទីរសៀលពីម៉ោង1:30នាទីដល់ម៉ោង5:30នាទីរសៀលពីម៉ោង1:30នាទីដល់ម៉ោង5:30នាទីមុននិយាយអំពីពេលវេលាមុននិយាយអំពីពេលវេលាមុននិយាយអំពីពេលវេលាបងមកដល់មុនអូន10នាទីបងមកដល់មុនអូន10នាទីបងមកដល់មុនអូន10នាទីមុខនិយាយអំពីទីឱកាសមុខនិយាយអំពីទីឱកាសមុខនិយាយអំពីទីឱកាសបងចាំអូននៅមុខផ្ទះបងចាំអូននៅមុខផ្ទះបងចាំអូននៅមុខផ្ទះម៉ោងនិយាយអំពីពេលវេលាម៉ោងនិយាយអំពីពេលវេលាម៉ោងនិយាយអំពីពេលវេលាម៉ោង3រសៀលម៉ោង3រសៀលម៉ោង3រសៀលម៉ោងនិយាយអំពីថវិវេលាឬរយៈពេលម៉ោងនិយាយអំពីថវិវេលាឬរយៈពេលម៉ោងនិយាយអំពីថវិវេលាឬរយៈពេលបងចាំប្អូនអស់3ម៉ោងបងចាំប្អូនអស់3ម៉ោងបងចាំប្អូនអស់3ម៉ោងនៅនិយាយអំពីពេលវេលានៅនិយាយអំពីពេលវេលានៅនិយាយអំពីពេលវេលាយើងជួបគ្នានៅម៉ោង3រសៀលនេះយើងជួបគ្នានៅម៉ោង3រសៀលនេះយើងជួបគ្នានៅម៉ោង3រសៀលនេះនៅនិយាយអំពីទីកន្លែងនៅនិយាយអំពីទីកន្លែងនៅនិយាយអំពីទីកន្លែងយើងនឹងជួបគ្នានៅក្នុងការិយាល័យធ្វើការរបស់អូនបានទេយើងនឹងជួបគ្នានៅក្នុងការិយាល័យធ្វើការរបស់អូនបានទេយើងនឹងជួបគ្នានៅក្នុងការិយាល័យធ្វើការរបស់អូនបានទេអរគុណអ្នកសម្រាប់មើលមេរៀននេះសូមឲ្យអ្នកសិក្សាភាសាខ្មែរបានល្អអរគុណអ្នកសម្រាប់មើលមេរៀននេះសូមឲ្យអ្នកសិក្សាភាសាខ្មែរបានល្អ